បើយោងតាមសម្ដីម្ចាស់ផ្ទះបានប្រាប់ថារៀបមួយអង្គឯងកុំឲ្យប្រចាំគ្នាចិនសែរៀបមួយអង្គឯងផ្ទះខ្ទមរហូតដល់ផ្ទះថ្មចំណែកខ្ញុំតាំងពីដើមតរៀងអើយមកគឺខ្ញុំរៀប2អង្គយាយតាកប៉ោងនៅខាងស្នាមដៃដើរចូលក្រឡេកមើលអ្នកតាមម្ចាស់ទឹកម្ចាស់ដីនៅតាមដងផ្លូវយាយគឺនៅខាងស្នាមដៃដូចជាមង្គលការពេលណាកូនប្រុសនៅខាងស្នាមដៃពេលណាកូនស្រីនៅខាងស្នាមដៃអាហ្នឹងគឺយើងស្វែងយល់លើខ្លួនឯងស្បេះតូចមិនអាចរៀប3អង្គបានទេធ្វើកិច្ចយកចេញដាក់នៅចំហៀងរៀបចំរួចធ្វើកិច្ចឲ្យសន្ធប់ហៅលៀបហៅលុយយ៉ាងតិច3ដងឡើងធ្វើកិច្ចរឹតត្រចើនកាន់តែប្រពៃដើម្បីឲ្យផ្ទះជះពន្លឺសំខាន់ណាស់ធ្វើកិច្ចថ្វាយជារឿងធំបានផលដល់ម្ចាស់ផ្ទះចំណែកចំនួនផ្ទះនេះវិញស្បេះធំរៀប3អង្គ5អង្គក៏មិនថ្វីអត់បញ្ហាឈានជើងរាយរាប់រាប់រៀប4អង្គម្ដងអាហារដ្ឋានបួសក្បែរវត្តមហាមន្ត្រីមានតែបន្លែគ្មានត្រីសាច់គ្រឿងចំអាបដើរចូលទៅយាយតាកំប៉ោងនៅខាងស្នាមដៃចំណែកតាពុកមាត់នៅខាងឆ្វេងដៃដើរចូលក្នុងចំនួនផ្ទះមាន5អង្គតួនាទីរៀងខ្លួនខ្ញុំធ្លាប់ឃើញ5អង្គដែរតែភ្លេចទីតាំងសូមបងប្អូននិងសិស្សគុណជួយ like ជួយ share ម្នាក់មួយដើម្បីជាការចែករំលែកឲ្យយល់ដឹងគ្រប់គ្នា